ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី4 ឧទ្ទិសដល់អទិទេពមួយព្រះអង្គដែលមានព្រះនាមថាត្រីភូវនេស្វរៈដែលសិលាចារឹកបានសរសេរជាភាសាខ្មែរថាកម្រតែងដល់រាជាអទិទេពធំឬផ្ដល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោកប្រាសាទនេះពីដើមឈ្មោះឆកគគីឬផ្ទៃដីគោកគីសប្តាហ៍គេហៅថាអតីតរាជធានីកោះកេរមានទំហំផ្ទៃដី16 គុណ 16 គីឡូម៉ែត្រប្រាសាទនេះមាន7ជាន់មានកម្ពស់35 ម៉ែត្រនៅតំបន់កោះកេរក្នុងផ្ទៃដីចំនួន9 គីឡូម៉ែត្រ4ជ្រុងសប្តាហ៍នៅប្រាសាទប្រមាណ100ប្រាសាទដែលកសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនាហើយអតីតទីតាំងរាជធានីរបស់ខ្មែរមានអាយុកាលជាង 1000 ឆ្នាំមកហើយនៅក្នុងឆ្នាំ921អនាគតព្រះបាទជ័យវរ្ម័នទី4ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រដែលជ្រែករាជបានយាងចេញពីរាជធានីយសោធបុរៈទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោកកូកូរៈកោះកេរសព្វថ្ងៃព្រះអង្គបាននាំយកទៅជាមួយនៅកម្រតែងចក្រតរាជដែលជាវត្ថុសំខាន់សម្រាប់រាជចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះមិនទាន់មានអ្នកណាអាចបកស្រាយបានឡើយមានរឿងមួយដែលយើងមានការឯកភាពគ្នាគឺប្រហែលជាព្រះអង្គគឺព្រះបាទជ័យវរ្ម័នទី4ប្រហែលជាមានបញ្ហាទំនាស់រាជបល្ល័ង្កជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី1 889 910គឺព្រះបាទហសវរ្ម័នទី1 910 923និងព្រះបាទឥសានវរ្ម័នទី2 923ដល់928ដែលបិតាសោយទីវង្គតនៅពេលដែលទៅដល់ទីកន្លែងថ្មីដែលហៅថាកោះកេរព្រះបាទជ័យវរ្ម័នទី4បានចាប់ផ្ដើមរៀបចំទីក្រុងនិងបានកសាងប្រាសាទធំឧទ្ទិសដល់បុព្វការីជននិងប្រាសាទប្រាង្គ7ថ្នាក់សម្រាប់រាជនិងឧទ្ទិសដល់អទិទេពត្រីភូវនេស្វរៈឬព្រះឥសូរកសាងរហាលឬបារាយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈបើតាមសិលាចារឹកប្រាសាទនាងខ្មៅស្រុកសំរោងខេត្តតាកែវនិងសិលាចារឹកស្តុកកក់ធំព្រះបាទជ័យវរ្ម័នទី4បានប្រកាសខ្លួនជាស្ដេចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ928យើងបានរកឃើញសំណង់ប្រាសាទនៅកោះកេរមានចំនួនជាង70ប្រាសាទរាប់ទាំងពីរទួលបុរាណយោងតាមការសិក្សាស្ថាបត្យកម្មប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋកសាងក្នុងចន្លោះឆ្នាំ921ដល់928បន្ទាប់គឺប្រាសាទថ្មភក់ប្រហែលចាប់ផ្ដើមសាងសង់នៅឆ្នាំ928និងប្រាសាទថ្មបាយក្រៀមដែលបានកសាងរវាងចន្លោះឆ្នាំ930រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ941នៅក្នុងឆ្នាំ944ព្រះបាទរាជេន្ទ្រវរ្ម័នទី2បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញដោយបានកសាងប្រាសាទប្រែរូបសម្រាប់រាជនិងប្រាសាទមេបុណ្យខាងកើតសម្រាប់បុព្វការីជនបើទោះបីជាកោះកេរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង20ឆ្នាំក៏ដោយការកសាងនិងការអភិវឌ្ឍនៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុននិងមានប្លង់ច្បាស់លាស់ទាំងការកសាងសម្រាប់ពង្រីកទីក្រុងការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាននិងទីកន្លែងជាច្រើនទៀតសម្រាប់ឧទ្ទិសដល់ព្រះឥសូរវិស្ណុព្រហ្មកិនេសនិងទេពដ៏ល្បីជាច្រើនទៀតក្នុងជំនឿព្រហ្មញ្ញសាសនាជាពិសេសគឺការកសាងប្រាសាទលិង្គដែលមានទំហំធំក្រុមប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយងជើងឃុំស្រយងស្រុកគូលែនខេត្តព្រះវិហារអាចធ្វើដំណើរចេញពីទីរួមខេត្តសៀមរាបកាត់តាមផ្លូវលេខ64ឬ211ចម្ងាយ72គីឡូម៉ែត្រនិងបន្តទៅតាមផ្លូវខេត្តចម្ងាយ49គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារដែលឆ្លងកាត់នៅសង្គ្រាមជាច្រើនសតវត្សប្រាសាទកោះកេរបានរងនឹងការបំផ្លិចបំផ្លាញពីធម្មជាតិនិងមនុស្សយ៉ាងដំណំតំបន់កោះកេរធ្លាប់ជាសមរភូមិប្រយុទ្ធនៅក្នុងសម័យសង្គ្រាមស៊ីវិលជាង30ឆ្នាំ1970ដល់1998
រីឯការលួចយកនៅវត្ថុបុរាណការបំផ្លិចបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិបានកើតឡើងយ៉ាងអនាធិបតេយ្យនិងមានសភាពធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យប្រាសាទមួយចំនួនធំត្រូវបានបាក់រលំធ្លាក់ដល់ដីចាប់ពីឆ្នាំ1970នៅតំបន់កោះកេរត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហមរហូតដល់ឆ្នាំ1998ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាលតំបន់កោះកេរត្រូវបានបើកជាសាធារណៈឡើងវិញតែនៅមានក្របមីនកប់ក្រោមដីស្ថិតនៅរប៉ាត់រប៉ាយពាសពេញតំបន់ប្រាសាទនៅឡើយកោះកេរឬឆោកោខ្យរៈគឺជារាជធានីចាស់បុរាណមានអាយុប្រមាណជាង1000ឆ្នាំមកហើយឆោកោខ្យរៈជាពាក្យខ្មែរបុរាណបើនិយាយតាមសពថ្ងៃគឺបឹងគោគីឬស្រះគោគីពាក្យថាឆោកោខ្យរៈនេះហើយដែលคล้ายមកជាពាក្យកោះកេរនៅជុំវិញក្រុមប្រាសាទកោះកេរមានប្រាសាទធំហៅថាប្រាសាទកោះកេរដែលស្ថិតក្នុងកំពែងរាង4ជ្រុងទ្រវែងដែលមានប្រាសាទអាគារតូចធំជាច្រើនព្រមទាំងប្រាសាទឧបសម្ព័ន្ធដតីទៀតជាច្រើនផងដែរស្ថាបត្យកម្មនៃតួប្រាសាទកោះកេរគឺជាសំណង់ប្រាសាទទោលធំហើយខ្ពស់ត្រដែតដែលមានកំពូលតួប៉មតែមួយនោះប្រាសាទកោះកេរមានលក្ខណៈជាប្រាសាទភ្នំកម្ពស់ប្រមាណ35ម៉ែត្រចែកចេញជា7ថ្នាក់បីដូចជាមហាចេតិយបែរមុខទៅរករាជធានីអង្គរនៅឯទិសខាងលិចដែលមានកាំជណ្ដើរប្រមាណ55កាំតាមថ្នាក់នីមួយនៅមានកម្ពស់5ម៉ែត្រមានផ្ទៃរាបប្រមាណ2ម៉ែត្រតាមចន្លោះថ្នាក់នីមួយនៅលើកំពូលប្រាសាទនេះមានរូបចម្លាក់គ្រុឌធំជាច្រើនដែលនាំគ្នាធ្វើការសម្ដែងរិទ្ធទ្រនៅសេវលិង្គត្រីភូវនេស្វរនៅក្បែរគ្នានេះដែរមានមាត់រុនអណ្ដូងមួយទំហំ4គុណនឹង4ម៉ែត្រទៀតផងសប្តាហ៍នេះតំបន់អភិរក្សប្រាសាទកោះកេរបានគ្របដណ្ដប់លើផ្ទៃដីចំនួន84គីឡូម៉ែត្រក្រឡាស្មើនឹងជាង8000ហិកតាដើម្បីការអភិរក្សនិងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធភាពតំបន់កោះកេរត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក